អញ្ញាធិខេត្តសៀមរាបលើកឡើងថាការពង្រឹងយន្តការអនុលោមភាពភូតគាមអនាម័យជាគ្រឹះដ៏សំខាន់សម្រាប់ជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថ្លែងក្នុងសិក្ខាសាលាស្តីពីអនុលោមភាពភូតគាមអនាម័យនិងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញដែលរៀបចំឡើងនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី29ខែមេសាឆ្នាំ2026នេះលោកអឹងកំលៀងអភិបាលរងខេត្តសៀមរាបបានលើកឡើងថាការពង្រឹងយន្តការអនុលោមភាពមិនមែនគ្រាន់តែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាការចាក់គ្រឹះដ៏សំខាន់សម្រាប់អនាគតនៃវិស័យនាំចេញរបស់កម្ពុជាការអនុវត្តច្បាប់ភូតគាមអនាម័យគឺជាការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញគឺជាគន្លឹះក្នុងការដោះស្រាយរបាំងពាណិជ្ជកម្មនិងកសាងទំនុកចិត្តជាដៃគូពាណិជ្ជកម្មអន្តរជាតិលោកអឹងកំលៀងមានប្រសាសន៍បន្តថាការអនុលោមតាមច្បាប់ភូតគាមអនាម័យនិងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញគឺជាការកសាងទំនុកចិត្តដែលជាគ្រឹះនៃចីរភាពនិងការរីកចម្រើននៃកសិធុរកិច្ចកម្ពុជាលើឆាកអន្តរជាតិក្នុងបរិបទនៃសេដ្ឋកិច្ចសកលភាវូបនីយកម្មការនាំចេញផលិតផលកសិកម្មនិងផលិតផលផ្សេងៗទៀតមិនមែនត្រឹមតែជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបំពេញនូវលក្ខខណ្ឌបច្ចេកទេសនិងបទដ្ឋានគតិយន្តដែលកំណត់ដោយប្រទេសអ្នកទិញលោកអភិបាលរងខេត្តបានបញ្ជាក់ថាប្រទេសនាំចូលមួយចំនួនបាននឹងកំពុងរឹតបន្តឹងខ្លាំងលើស្តង់ដារសុវត្ថិភាពដូច្នេះការយល់ដឹងពីអនុលោមភាពភូតគាមអនាម័យនឹងជួយឲ្យម្ចាស់អាជីវកម្មនិងសហគ្រិនរៀបចំខ្សែច្រវាក់ផលិតកម្មបានត្រឹមត្រូវដើម្បីបញ្ជាការបដិសេធទំនិញឬការបំផ្លាញចោលនៅមាត់ច្រកព្រំដែនដែលនាំឲ្យខាតបង់ថវិកានិងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដូចជា RCEP, CCFTA និង CKFTAប្រសិនបើសហគ្រិនមិនយល់ច្បាស់ពីវិធានដើមកំណត់ទំនិញទេនោះយើងមិនអាចប្រើប្រាស់សិទ្ធិអនុគ្រោះពន្ធបានឡើយដែលធ្វើឲ្យតម្លៃទំនិញរបស់យើងខ្ពស់ជាងគូប្រជែងនិងបាត់បង់ឱកាសនៅលើទីផ្សារដោយនេះការអនុវត្តតាមអនុលោមភាពទាំងនេះគឺជាសក្ខីភាពបញ្ជាក់ថាផលិតផលខ្មែរមានប្រភពច្បាស់លាស់និងមានសុវត្ថិភាពខ្ពស់ដែលជួយកសាងទំនុកចិត្តដល់អ្នកបញ្ជាទិញធំៗនៅក្រៅប្រទេសអង្គការបណ្ឌិតហ៊ុយភៀវអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាបឧត្តរមានជ័យបានមានប្រសាសន៍ថាសិក្ខាសាលានាពេលនេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលសេដ្ឋកិច្ចជាតិនិងអន្តរជាតិកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សជាពិសេសក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិដែលទាមទារឲ្យមានការអនុលោមតាមស្តង់ដារអន្តរជាតិយ៉ាងតឹងរ៉ឹងក្នុងន័យនេះការយល់ដឹងនិងការអនុវត្តអនុលោមភាពភូតគាមអនាម័យនិងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សហគ្រាសនិងអ្នកនាំចេញកម្ពុជាឬអ្នកដែលមានបំណងនាំចេញអង្គការបណ្ឌិតហ៊ុយភៀវបានមានប្រសាសន៍បន្តថាផលិតផលដូចជាស្រូវអង្ករគ្រាប់ស្វាយចន្ទីផ្លែឈើស្រស់និងផលិតផលកសិកម្មផ្សេងៗត្រូវបាននាំចេញទៅកាន់ទីផ្សារធំៗដូចជាសហភាពអឺរ៉ុបចិននិងប្រទេសក្នុងតំបន់អាស៊ានទោះជាយ៉ាងណាការនាំចេញទាំងនេះក៏ប្រឈមនឹងបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងការអនុលោមភាពតាមលក្ខខណ្ឌភូតគាមអនាម័យនិងការផ្ទៀងផ្ទាត់ប្រភពដើមទំនិញជាស្ដែងសហគ្រាសធុនតូចនិងមធ្យមជាច្រើននៅកម្ពុជានៅមានកម្រិតយល់ដឹងអំពីស្តង់ដារអន្តរជាតិនិងនីតិវិធីច្បាប់ពាក់ព័ន្ធនៅតិចតួចនៅឡើយការខ្វះខាតឯកសារបញ្ជាក់ប្រភពដើមឬការអនុលោមមិនគ្រប់គ្រាន់តាមលក្ខខណ្ឌភូតគាមអនាម័យអាចនាំឲ្យមានការបដិសេធទំនិញនៅច្រកព្រំដែនឬបាត់បង់ឱកាសក្នុងការចូលទៅកាន់ទីផ្សារថ្មីៗបញ្ហាទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សហគ្រាសប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់ភាពជឿជាក់លើផលិតផល Made in Cambodia លើឆាកអន្តរជាតិផងដែរក្នុងនាមសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាបឧត្តរមានជ័យអង្គការបណ្ឌិតហ៊ុយភៀវបានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនិងសហគ្រិនទាំងអស់ឲ្យអនុវត្តតាមបទដ្ឋានជាប្រព័ន្ធនិងសូមកុំរងចាំដល់ពេលជិតនាំចេញទើបចាប់ផ្ដើមគិតគូរពីភូតគាមអនាម័យយើងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងចាប់តាំងពីការជ្រើសរើសពូជការដាំដុះការប្រមូលផលរហូតដល់ការវេចខ្ចប់ឲ្យស្របតាមស្តង់ដារបច្ចេកទេសជាប្រចាំដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់មុននឹងសម្រេចចិត្តនាំចេញទៅកាន់ទីផ្សារណាមួយត្រូវសិក្សាឲ្យបានច្បាស់លាស់នៅតម្រូវការជាក់លាក់នៃប្រទេសនោះទន្ទឹមនឹងនេះត្រូវពង្រឹងគុណភាពនិងម៉ាកសញ្ញាដោយហេតុថាផលិតផលដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនិងភូតគាមអនាម័យត្រឹមត្រូវគឺជាផលិតផលដែលមានអត្តសញ្ញាណខ្ពស់សូមម្ចាស់អាជីវកម្មទាំងអស់ប្រើប្រាស់លក្ខខណ្ឌទាំងនេះដើម្បីកសាងម៉ាកសញ្ញារបស់ខ្លួនឲ្យរឹងមាំនិងទទួលបានគុណតម្លៃខ្ពស់នៅលើទីផ្សារ